bắt xôm mà có một cảnh channel số bán nâng chùm nư hơi khi bắt cái xôm là dốc nà tập bọt muối đà mẹn chùm nòng chừng thá chân năm tiếng bà muối từ bà đồ sai chỉ vật bị xót bà từ chỉ ló ở vầy cục giang nâng o bà xa nơi trong khải ni bạn cho được thà miền ở tại đây đôi mình nút một được nhầm bạn chùm hiệp chút nơi ở tập bọt muối nít xôm bụng mà bóng bôn cho subscribe nâng đã được cần đắng đã bay từ tụ ban nơi chụp cho ta ra xây thay pi channelរបស់ ខ្ញុំ បាទ ជារៀងរាល់ថ្ងៃ បាទ កុំឲ្យខាត់ពេលខាត់វេលាយូនោះ សូមអញ្ជើញ តាមដានសន្តាប់ ជាមួយនឹង ខ្ញុំ បាទ ដូចតទៅ បាទ សំណាងណាស់ អ្នក ដែលកើត ឆ្នាំ ទាំង 6 លៀបបុក សម្រុក ចូល ខ្លាំង នៅ ក្នុង ចុង ខែ នេះ ហើយ បើ តាម កំពូល ហោរាសាស្ត្រ ចិនសែ បាន ទស្សន៍ទេថា ចាប់ ពី ពេល នេះ ទៅ លោកអ្នកមានងើហេល្អខ្លាំងណាស់ទោះជាលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយរមែងតែទទួលបានភាពជោគជ័យនិងល្អប្រសើរផងដែរបាទសម្រាប់អង្គដែលកើតឆ្នាំថោះលេខដែលនាំលេខសំណាងគឺលេខ99និងលេខ87ពណ៌ដែលនាំលេខសំណាងគឺពណ៌ទឹកក្រូចលោកអ្នកមានលេខមានជ័យមានលុយហោចូលហោហៀដោយភ្លៀងធ្លាក់ពីលើមេឃបើអស់លោកអ្នកចង់ធ្វើការដាក់ទុនរកស៊ីជាមួយនឹងនរណាម្នាក់ឬក៏រឿងសំខាន់អ្វីមួយគឺតែងតែជួបលេបសំណាងល្អបំផុតនិងតែងតែទទួលបានផលជាផ្លែផ្កាឆ្លើយតបមកវិញយ៉ាងកប់ប្រសើររីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានការស្រស់ស្រាយនិងផ្អែមល្ហែមរកគ្នាប្រពៃបំផុតពណ៌ដែលនាំលេបសំណាងគឺពណ៌ក្រហមនិងពណ៌លឿងសូមអស់លោកអ្នកខមមិនលេខ888រួចធ្វើការសែចេញជាប្រញាប់បាទសម្រាប់អង្គអ្នកដែលកើតឆ្នាំចលោកអ្នកមានលៀបធំលុយធំហោហោចូលហោហៀដោយភ្លៀងធ្លាក់ពីលើមេឃតាមកំពូលហោរាសាស្ត្រចិនសែបានបង្ហាញឲ្យដឹងថាលោកអ្នកមានលៀបធំហោចូលកាន់តែខ្លាំងរះសីឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លាស់ប្ដូរអ្វីមួយតែងតែផ្ដល់ផលល្អនិងទទួលបានផលជាផ្លែផ្កាឆ្លើយតបមកវិញគួរជាទីគប់ប្រសើររាល់កិច្ចការងាររកស៊ីទទួលទានមានលៀបមានជ័យមានលុយហោចូលច្រើននិងមានអ្នកនាំប្រាក់មកឲ្យដល់ផ្ទះក៏ថាបានសម្រាប់ពណ៌ដែលនាំលៀបសំណាងគឺពណ៌ក្រហមលេខដែលនាំលេខសំណាងគឺលេខ19និងលេខ28លោកអ្នកសម្បូរតែលុយចាយមានលេខហោចូលហោហៀរីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមនិងស្រស់ស្រាយរកគ្នាគួរជាទីពេញចិត្តបានសម្រាប់អង្គដែលកើតឆ្នាំម្សាញ់លោកអ្នកមានលៀបមានលុយហោចូលដោយភ្លៀងធ្លាក់ពីលើមេឃតាមទំនាយកំពូលហោរាសាស្ត្រចិនសែបានបង្ហាញថាលោកអ្នកមានលៀបធំមានសំណាងខ្ពស់លុយហោចូលកាន់តែខ្លាំងរះសីឡើងខ្ពស់ត្រដែតបើលោកអ្នកធ្វើការផ្លាស់ប្ដូរអ្វីមួយតែងតែផ្ដល់ផលល្អនិងទទួលបានផលជាផ្លែផ្កាឆ្លើយតបមកវិញគួរជាទីពេញចិត្តកិច្ចការងាររកស៊ីទទួលទានគ្រប់ច្រកល្ហកតែងតែទទួលបានលៀបជ័យលុយហោចូលហោហៀគួរជាទីពេញចិត្តរីឯអ្នកធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងពេលត្រឡប់មកវិញសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំឬក៏មេម៉ាយពោះម៉ាយក្តីមានតែភាពស្រស់ស្រាយនិងមានការចេះយោគយល់អធ្យាស្រ័យឲ្យគ្នាគួរជាទីពេញចិត្តបាទសម្រាប់អង្គអ្នកដែលកើតឆ្នាំខាលរាសីគឺថាឡើងខ្ពស់ត្រដែតលោកអ្នកមានភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ចនៅក្នុងអំឡុងពេលនេះបើលោកអ្នកចង់ពឹងពាក់ខ្ចីប្រាក់កាក់ពីនរណាម្នាក់រមែងតែងតែហុចផលជាផ្លែផ្កាឆ្លើយតបមកវិញគួរជាទីគប់ប្រសើរបើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះចេញធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចរីឯផលកម្រៃទីសោតក៏ចូលមកបានយ៉ាងក្រាស់ក្រែលគួរជាទីពេញចិត្តការធ្វើដំណើរទីចិត្តទីឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយកចិត្តល្អចំពោះគ្នាប្រសើរបំផុតបាទសម្រាប់អង្គអ្នកកើតឆ្នាំរោងដួងរាសីគឺថាឡើងខ្ពស់ត្រដែតលោកអ្នកមានជោគមានជ័យមានសិរីសួស្តីបវរមហាប្រសើរ
ហើយដំណើរជីវិតរបស់អស់លោកអ្នកមានភាពសុខដុមក៏ប្រសើរបំផុតនៅក្នុងចន្លោះពេលនេះបើលោកអ្នកមានការទំនាក់ទំនងកិច្ចការងារឬក៏តាក់ទងបញ្ហាប្រាក់កាក់ធ្វើអ្វីមួយរមែងតែងតែទទួលបានភាពជោគជ័យភ្លាមៗចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរមានការលក់ចេញទិញចូលចំណេញលើសលប់រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមនិងស្រស់ស្រាយរកគ្នាជានិច្ចបានសម្រាប់អង្គអ្នកដែលកើតឆ្នាំជូតលោកអ្នកមានលៀបធំទាំងពួងនឹងហោចោដូចទឹកកិច្ចការងាររកស៊ីអ្វីតែងតែទទួលបានដោយសេចក្តីប្រាថ្នាពណ៌ដែលនាំលាភសំណាងគឺពណ៌ខៀវនិងពណ៌លឿងលេខដែលនាំលាភសំណាងគឺលេខ88និងលេខ79លោកអ្នកមានលាភធំលុយធំហោចូលហោហៀការរកស៊ីទទួលទានគ្រប់ច្រកល្ហកទទួលបានផលហួសពីការនឹកស្មានប្រាក់កាក់ហូរចូលមកគ្រប់ទិសទីរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរតែងតែទទួលបានផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីពេញចិត្តរីឯអ្នកធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយជួបតែសុខសុវត្ថិភាពទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមនិងស្រស់ស្រាយរកគ្នាគួរជាទីពេញចិត្តបានសម្រាប់អង្គអ្នកដែលកើតឆ្នាំមមីរកកិច្ចការងាររកស៊ីទទួលទានរបស់អស់លោកអ្នកតែងតែទទួលបានលាភផលហូរចូលមកគ្រប់ទិសទីរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរវិញក៏មានភាពកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាឱកាសល្អប្រពៃបំផុតសម្រាប់ឱកាសពិសេសនេះរីឯអ្នកធ្វើដំណើរកំសាន្តទីចិត្តទីឆ្ងាយតែងតែជួបភាពសុខដុមតាមដងផ្លូវជានិច្ចអ្នកធ្វើការតាមអង្គភាពស្ថាប័ននានាក៏តែងតែទទួលបានភាពជោគជ័យការងារដំណើរការទៅមុខយ៉ាងល្អប្រសើរចំណែកសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពស្រស់ស្រាយនិងមានការយកចិត្តល្អចំពោះគ្នាប្រពៃបំផុតបាទសម្រាប់អត្ថបទមួយនេះផងដែរខ្ញុំបាទក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះជាចុងក្រោយប្រសិនបើមានពាក្យលើសលួសឬក៏ខ្វះខាតដោយអចេតនាត្រង់ប្រការណាមួយសូមពុកម៉ែបងប្អូនជួយអធ្យាស្រ័យដល់រូបខ្ញុំបាទផងហើយខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃមករីករាយសន្តាប់នៅជោគជតារាសីពី Channel របស់ខ្ញុំបាទហើយខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា